ត្រាំចាញ់ការប្រមានដល់អ៊ីរ៉ង់បន្ទាប់ពីកិច្ចប្រជុំក្រុមសន្តិសុខជាតិប្រធានាធិបតីដូណាល់ត្រាំបានជួបជាមួយសមាជិកកំពូលនៃក្រុមសន្តិសុខជាតិរបស់គាត់កាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខនៃសង្គ្រាមអ៊ីរ៉ង់ប្រពន្ធដែលស្គាល់ពីកិច្ចប្រជុំបានប្រាប់ CNN មួយថ្ងៃមុនពេលដែលគាត់បាននិយាយថាទីក្រុងតេហ៍អ៊ីរ៉ង់ផ្លាស់ប្ដូរកាន់តែប្រសើរលឿនជាងឬវានឹងមិនមានអ្វីនៅសេសសល់លោកត្រាំបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថាសម្រាប់ប្រទេសអ៊ីរ៉ង់នាឡិកាកំពុងគូសហើយពួកគេកាន់តែមានចលនាលឿនឬមិនមានអ្វីនៅសល់ពេលវេលាគឺមានសារៈសំខាន់ប្រពន្ធបាននិយាយថាអនុប្រធានាធិបតីចែកឌីវ៉ាន់លោក Marco Rubio នាយក CIA លោក John Ratcliffe និងបេសកជនពិសេស Steve Witkoff ទាំងអស់បានចូលរួមកិច្ចប្រជុំនៅឯក្លឹប Vicon-Gold រដ្ឋ Virginia របស់ប្រធានាធិបតីការជួបជុំគ្នានេះបានកាត់ឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រាំត្រឡប់មកពីទីក្រុង Washington វិញពីដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់ប្រទេសចិនដែលជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ត្រាំបានបង្កើនភាពអត់ធ្មត់កាន់តែខ្លាំងជាមួយនឹងរបៀបដែលទីក្រុងតេហ៍អ៊ីរ៉ង់កំពុងដោះស្រាយការចរចាការទូតហើយនៅតែខកចិត្តជាមួយនឹងការបន្តបិទច្រកសមុទ្រ Hormuz និងផលប៉ះពាល់របស់វាទៅលើតម្លៃប្រេងពិភពលោកសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយទេលោកត្រាំនិងក្រុមរបស់គាត់បានផ្អាកលើការសម្រេចចិត្តពីរបៀបបន្តជាមួយទីក្រុងតេហ៍អ៊ីរ៉ង់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងប៉េកាំងដោយមន្ត្រីរដ្ឋបាលជាច្រើនបានប្រាប់ CNN ថាពួកគេចង់ឃើញពីរបៀបដែលកិច្ចពិភាក្សារវាងត្រាំនិងមេដឹកនាំចិនស៊ីជីនភីងបានសម្ដែងមុនពេលកំណត់ផ្លូវឆ្ពោះទៅមុខក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះលោកត្រាំបានពិចារណាយ៉ាងម៉ត់ចត់ក្នុងការបន្តប្រតិបត្តិការប្រយុទ្ធសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់ជាមធ្យោបាយមួយដើម្បីបង្ខំពួកគេឲ្យមានការសម្របសម្រួលមួយដើម្បីបញ្ចប់សង្គ្រាមបើទោះបីជាលោកចង់ដោះស្រាយជម្លោះនេះដោយការទូតក៏ដោយប្រពន្ធបាននិយាយថាលោកត្រាំត្រូវបានគេរំពឹងថានឹងជួបម្ដងទៀតជាមួយក្រុមសន្តិសុខជាតិរបស់គាត់តាក់ទងនឹងសង្គ្រាមនៅដើមសប្តាហ៍នេះមន្ទីរបញ្ចកោណបានរៀបចំផែនការគោលដៅយោធាជាបន្តបន្ទាប់ប្រសិនបើលោកត្រាំសម្រេចចិត្តនៅទីបំផុតឆ្ពោះទៅមុខជាមួយនឹងការវាយប្រហារបន្ថែមទៀតប្រពន្ធដែលស្គាល់ពីការពិភាក្សាបាននិយាយថារួមទាំងការវាយប្រហារតាមគោលដៅលើទីតាំងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ីរ៉ង់លោកត្រាំក៏បាននិយាយកាលពីថ្ងៃអាទិត្យជាមួយនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល Benjamin Netanyahu ខាងអ៊ីរ៉ង់មិនមានការបង្ហាញអ្វីថ្មីដែលថាមន្ត្រីកំពូលត្រៀមខ្លួនថយក្រោយទេប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃអាទិត្យថារដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានលោក Mohsin Naqvi បានជួបជាមួយមន្ត្រីកំពូលអ៊ីរ៉ង់រួមទាំងប្រធានាធិបតី Masoud Pezeshkian ផងដែរប៉ាគីស្ថានបានដើរតួជាអ្នកសម្រុះសម្រួលបឋមក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក្នុងអំឡុងពេលកិច្ចប្រជុំទាំងនោះមន្ត្រីក្រុងតេហ៍អ៊ីរ៉ង់បាននិយាយថាវត្តមានរបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់យោងតាមទីភ្នាក់ងារសារព័ត៌មានថានីមដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់លោក Pezeshkian បាននិយាយថាសហរដ្ឋអាមេរិកនិងអ៊ីស្ត្រាអែលតែងតែព្យាយាមដាក់បណ្ដាប្រទេសអ៊ីស្លាមប្រឆាំងនឹងគ្នាទៅវិញទៅមកតាមរយៈគម្រោងការបែកបាក់និងដោយការជំរុញការមិនទុកចិត្តសូម្បីតែអ៊ីរ៉ង់ស្វែងរកទំនាក់ទំនងដ៏ស្មោះត្រង់និងស្ថិរភាពដោយផ្អែកលើភាពជិតខាងដ៏ល្អជាមួយបណ្ដាប្រទេសអ៊ីស្លាមក្នុងតំបន់ក៏ដោយ